ok this right now នេះសម្រាប់វីដេអូនេះដែរខ្ញុំនឹងថាពីteam store នៅ React JS ដាក់នៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងដើម្បីបង្កើតបានដំបូងយើងត្រូវមានកម្មវិធីមួយចំនួនសិនដូចជាកម្មវិធីទី1គឺ VS Code គឺជាកម្មវិធីមួយសម្រាប់យើង save នៅ code របស់យើងនៅក្នុងនោះយើងអាច download បានពីតាមក្នុង Windows Linux ក្នុង Mac របស់យើងវាមាន version វាទី2គឺកម្មវិធីទៀតគឺ Node.js វាជា JavaScript runtime អញ្ចឹងយើងអាច run React JS របស់យើងនៅក្នុង server បានដោយប្រើជាមួយនឹង Node.js អញ្ចឹងយើងអាច download កម្មវិធីទាំងអស់នៅក្នុង browser បានក្នុង website របស់វាដូចក្នុង VS Code របស់យើងគឺយើងអាច download ទាំង Windows ទាំង Mac ទាំង Linux តែ Node របស់យើងវិញក៏ដូចគ្នាយើងអាច download នៅក្នុងនឹងបានអញ្ចឹងយើងត្រូវ download កម្មវិធីទាំងពីរហ្នឹងសិនបានយើងអាចឈានទៅដល់ការ install ជាមួយនឹង backwards check របស់យើងហើយអញ្ចឹងបន្ទាប់ពីយើងបាន download ជាមួយនឹងកម្មវិធី support របស់យើងជាមួយនឹង Node.js មកគឺយើងបានទីមួយគឺតតងកម្មវិធី Seco គឺ VS Studio Code មួយទៀតគឺ Node.js អញ្ចឹងដើម្បីដឹងថាយើង download បាន Node.js ហើយនៅគឺយើងចូលមកឆែកជាមួយនឹង version mobile គេខ្ញុំប្រើជាមួយនឹង Git Plus អញ្ចឹងដើម្បីឆែកជាមួយនឹង version mobile គឺយើងវាយ Node ទៅឲ្យដក V ហើយ Intel មកគឺវានឹងប្រាប់ជាមួយនឹង version របស់យើងហ្នឹងតែខ្ញុំបានអត់តែចូលតែ of this time នោះប្រហែលអូខេអញ្ចឹងតោះពីយើងបាន down កម្មវិធីទាំងពីរហ្នឹងហើយគឺយើងធ្វើការចូលមកកាន់ website របស់យើង with ដើម្បី install React with ជាមួយយើងអូខេយើងវាយពាក្យថា with មក it does not say something like a different អូខេតបមកយើងយកជាមួយនឹង getting start យើងអស់ scroll មកខាងក្រោមមកពេលយើងឃើញនឹងជាមួយនឹង command line មួយតែគេដាក់ថា npm create with last test អូខេអញ្ចឹងយើង copy អាហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើង copy ហើយយើងធ្វើការបើក terminal មក Windows all ចុចជាមួយ cmd ហើយចាំមកយើងសុំ cd ទៅកាន់ desktop center តោះមកយើងផាសនេះមិនចប់ npm create with connect ពេលយើង enter មកហើយវាប្រកាសហើយតែយើងត្រូវ save ចុច survive មកទៅមកចឹងទីឲ្យយើងដាក់ check name ចឹងទៅ check បើយើងខ្ញុំដាក់ cell my app តើមកយើងរើសយើងកន្លែងនេះគឺយើងប្រើ arrow key របស់យើងស្រាប់ព្រួនឆ្វេងស្ដាំឡើងលើហ្នឹងជាយើងប្រើហ្នឹងចឹងយើងកាន់ React enter កន្លែងនេះគឺយើងយកជាមួយនឹង JavaScript អូខេអញ្ចឹងកន្លែងនេះគេវាស្មោយដំបូងគេឲ្យយើង cd មកកាន់ my app បន្ទាប់មកគេឲ្យយើង npm install ទៅមក run វាអូខេអានេះធ្វើតាមគេអីមកកាន់ my app ទៅមក npm កន្លែងនេះយើងទៅសេថា npm i ក៏បាន npm install ក៏បានទូទាំងពីរទៅ check contract i នេះមានន័យថា install អញ្ចឹងយើងចាំវាបន្តិចឲ្យវាដើរសិន A few moments later អូខេអញ្ចឹងតទៅពីយើង install ហើយគឺវានឹងលោតចេញបែបនេះហើយអូខេឥឡូវយើងធ្វើការបិទវាសិនយើងធ្វើការទាញ my app folder my app របស់យើងហ្នឹងចូលមកដាក់ក្នុង object của chị VS Code របស់យើងអូខេពេលយើងធ្វើបែបនេះហើយនេះអ្វីដែលសំខាន់គឺ app.js វិញនេះដល់មកយើងបើកនៅ terminal ត្រី3នេះយក terminal អត់ terminal កន្លែងនេះយើងធ្វើការជ្រើសរើសយកជាមួយនឹង main prompt នេះមកទៀត npm តាមយកកន្លែងនេះយើងធ្វើការយក link មួយនេះយកទៅ copy ដាក់ក្នុង browser បើយើងអត់ចង់ចុច copy link ទេយើងគ្រាន់តែចុច control ហើយយើងចុចទៅមកគឺវា load ចេញហើយអូខេអញ្ចឹងវាបានជោគជ័យជាមួយនឹង web ជាមួយ app របស់យើងហើយគឺ use state អូខេឥឡូវយើងបានតារាងវារួចរាល់ហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូក្រោយយើងនឹងរៀនដល់គ្នា fix ប្រាប់វិញម្ដងនេះអរគុណ